សង្គ្រាមឈ្លានពាននេះមានន័យយ៉ាងណាពាក្យថាសង្គ្រាមឈ្លានពាននេះមានន័យយ៉ាងណាបានជារដ្ឋាភិបាលថៃនឹងខំទទូចកុំឲ្យខ្មែរប្រើពាក្យនេះហើយភ្លាមនឹងស្រាប់តែប្រមុខរដ្ឋាភិបាលខ្មែរនឹងលែងប្រើពាក្យនេះតែម្ដងតើវាមានន័យយ៉ាងម៉េចបាទអរគុណលោកជំនុតតកតងទៅនឹងការប្រើប្រាស់ពាក្យនៅក្នុងសង្គ្រាមខ្មែរថៃនេះយើងឃើញខ្លះក៏ប្រើពាក្យប៉ះទង្គិចគ្នាតាមព្រំដែនហើយខ្លះក៏ប្រើពាក្យថាសង្គ្រាមក៏ប៉ុន្តែបើយើងមើលនិយមន័យនៃពាក្យទាំងពីរនេះយើងឃើញថាការប៉ះទង្គិចតាមព្រំដែនហ្នឹងគឺគេសំដៅទៅលើការប៉ះពាល់លក្ខណៈទ្រង់ទ្រាយតូចមិនធំទេបាទហើយវាអាចដូចកន្លងមកដែលថៃប្រើពាក្យថាការប៉ះទង្គិចតាមព្រំដែនហ្នឹងដូចក្នុងន័យថាខ្មែរនឹងក៏បង្កបញ្ហាថៃក៏បង្កបញ្ហាដូចជាការដាក់គ្រាប់បែកអីជាដើមអញ្ចឹងណាបាទការប៉ះទង្គិចអីប៉ុណ្ណឹងដែលគេគិតថាអាចគ្រប់គ្រងបានអាចសម្របសម្រួលបានក៏ប៉ុន្តែសង្គ្រាមយើងមើលស្ថានភាពជាក់ស្ដែងទៅវិញស្ថានភាពជាក់ស្ដែងគឺចម្បាំងជាក់ស្ដែងរវាងកម្ពុជាថៃនេះគឺមានទំហំធំយើងឃើញសមរភូមិបើកគ្រប់តាមខេត្តជាប់ព្រំដែនថៃនេះគឺថាបើកគ្រប់សមរភូមិវាប្រយុទ្ធគ្នាហើយទាំងផ្លូវគោកផ្លូវទឹកផ្លូវអាកាសជាដើមហើយយោធាថៃបានប្រើយន្តហោះប្រើកាភ្លើងធុនធ្ងន់គ្រប់ប្រភេទទំហោះយន្តហោះទម្លាក់គ្រាប់បែកដល់ជ្រៅក្នុងទឹកដីខ្មែរការប្រើប្រាស់អាវុធគីមីអីជាដើមផ្សែងពុលអីជាដើមបាទដូច្នេះទាំងអស់នេះដែលគេអាចថាគឺជាដែលនិយមន័យនេះគឺជាសង្គ្រាមឈ្លានពានតែម្ដងហើយជាពិសេសក្រោយសង្គ្រាមនេះគឺថាយោធាថៃបានមកកាន់កាប់ទឹកដីខ្មែរដែលកន្លែងដែលខ្មែរធ្លាប់រស់នៅជាភូមិស្រុករបស់ពលរដ្ឋខ្មែរដូច្នេះមានន័យថាការដែលយោធាថៃមកកាន់កាប់នេះគឺជាការដែលឈ្លានពានហើយមែនទែនទៅនិយមន័យនៃការសង្គ្រាមឈ្លានពាននេះគេយោងទៅលើថាការប្រើប្រាស់កម្លាំងទ័ពធំដោយរដ្ឋមួយហើយទៅប្រឆាំងរដ្ឋមួយដែលគេមានអធិបតេយ្យភាពមានបូរណភាពទឹកដីមានឯករាជ្យភាពនយោបាយដែលឡែកហ្នឹងគឺជាសង្គ្រាមឈ្លានពានហើយវាផ្ទុយទៅនឹងឬក៏ប្រឆាំងទៅនឹងធម្មនុញ្ញរបស់អង្គការសហជីវជាតិឬក៏ UN Charter នោះបាទហើយទង្វើនេះអ្វីដែលយើងឃើញជាក់ស្ដែងទៀតអ្វីដែលថៃធ្វើនេះមិនមែនត្រឹមតែជាសង្គ្រាមឧក្រិដ្ឋកម្មឈ្លានពានទេពីព្រោះការដែលវាយទៅលើទីតាំងជនស៊ីវិលធ្វើឲ្យស្លាប់ដល់ជនស៊ីវិលប៉ះពាល់ដល់ប្រាសាទសពបែបយ៉ាងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមិនមែនជាគោលដៅយោធាហ្នឹងទាំងអស់នេះគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិហើយលោកចំណុចបានដឹងហើយថានៅអង្គការសហប្រជាជាតិគេបានបន្ថែមនៅដែនសមត្ថកិច្ចថ្មីមួយទៀតរបស់តុលាការសំទោសតុលាការ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិនេះគេបានបន្ថែមសមត្ថកិច្ចរបស់តុលាការហ្នឹងបន្ថែមមួយទៀតដែលតុលាការហ្នឹងអាចកាត់ក្តីទៅលើសំណុំរឿងឧក្រិដ្ឋកម្មឈ្លានពានបាទឧក្រិដ្ឋកម្មឈ្លានពាននេះមានន័យថាភាគីរងគ្រោះដូចជាកម្ពុជាអញ្ចឹងបើតាំងខ្លួនតែជាជនរងគ្រោះទេគឺអាចប្តឹងថៃពីឧក្រិដ្ឋកម្មឈ្លានពានមួយទៀតទៅកាន់តុលាការអន្តរជាតិហ្នឹងហើយតុលាការព្រហ្មទណ្ឌអន្តរជាតិគេមានដែនសមត្ថកិច្ចនៅក្នុងការកាត់ទោសមេដឹកនាំនយោបាយឬក៏មេដឹកនាំយោធាដែលជាអ្នកសម្រេចចិត្តបង្កើតឲ្យមានសង្គ្រាមនឹងដូច្នេះរឿងការប្រើប្រាស់ពាក្យនេះគឺសំខាន់ណាស់បាទការដែលពាក្យថាឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមអីជាដើមនេះគឺជាភាសាផ្លូវច្បាប់តែម្ដងដែលកម្ពុជានឹងអាចមានសិទ្ធិនៅក្នុងការប្តឹងថៃអីជាដើមបាទអរគុណចំពោះការបកស្រាយនេះដូច្នេះជាសង្ខេបឡើងវិញបើគិតពី logic វិញមិនចឹងគិតពី logic វិញគិតតាមច្បាប់អន្តរជាតិវិញនៅពេលដែលប្រទេសមួយចូលមកឈ្លានពានប្រទេសមួយធ្វើទុកបុកម្នេញធ្វើឲ្យប្រជាពលរដ្ឋនឹងស្លាប់ធ្វើឲ្យប្រជាពលរដ្ឋនឹងខូចខាតទ្រព្យសម្បត្តិខូចខាតអាយុជីវិតផ្ទះសម្បែងនេះជាដើមភៀសខ្លួនទៅនៅកន្លែងដទៃហើយបន្ទាប់មកទៀតបន្ទាប់ពីចប់ការវាយប្រហារនឹងទៅក៏ដណ្ដើមកាន់កាប់ភូមិឋានដណ្ដើមកម្មកាត់តំបន់អីមួយចំនួនទៀតហ្នឹងដូច្នេះជា logic ហ្នឹងជាប្រវត្តិសាស្ត្រតាមន័យច្បាប់ហ្នឹងនេះគឺជាអំពើឈ្លានពានហើយមិនចឹងដូច្នេះអញ្ចឹងហើយបានជាថៃខ្លាចពាក្យហ្នឹងមិនចឹងលោកកិត្យាជាការពិតណាស់យើងឃើញថាថៃហាមដាច់ខាតប្រមានកម្ពុជាតែម្ដងមិនឲ្យប្រើពាក្យថាថៃហ្នឹងឈ្លានពានប្រទេសកម្ពុជាទេពីព្រោះពាក្យនេះបង្ហាញថាថៃគឺខុសច្បាប់អន្តរជាតិធ្ងន់ធ្ងរមែនទែនខូចឈ្មោះថៃហើយថៃនេះគឺខុសច្បាប់តែម្ដងពីព្រោះមានផុសតាំងច្បាស់ជាក់ស្ដែងដែលបង្ហាញថាថៃបានប្រព្រឹត្តនៅឧក្រិដ្ឋកម្មសង្គ្រាមនៅឧក្រិដ្ឋកម្មឈ្លានពាននៅឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលយើងឃើញជាក់ស្ដែងផុសតាំងទាំងអស់នេះដូច្នេះមែនទែនថៃខ្លាចពាក្យនេះណាពីព្រោះថាពាក្យនេះ
វាមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយមានចែងនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផងដូច្នេះបើសិនតែចោតនេះមានន័យថាថៃនេះគឺខុសច្បាប់ហើយមែនទែនរឿងអស់នេះបើសិនជាកម្ពុជាមានមិត្តអន្តរជាតិមានជំហរច្បាស់លាស់គឺអាចថៃនឹងបារម្ភពីរឿងសម្ពាធអន្តរជាតិអីទៀតផងដូច្នេះហើយបានជាយោធាថៃខំប្រឹងបំបិតមាត់កម្ពុជាកុំឲ្យប្រើពាក្យនេះបានទលំទលាយហើយយើងឃើញថៃមិនត្រឹមតែប៉ុណ្ណឹងគឺគេព្យាយាមនិយាយត្រឹមពាក្យប៉ះទង្គិចទេអ្វីដែលថៃធ្វើនេះគឺមានផលចំណេញសម្រាប់ថៃនឹងខ្លាំងណាស់សូម្បីតែជាមែនទែនទៅមុខទៅជាប្រវត្តិសាស្ត្រទៀតហ្នឹងគឺថាថៃក៏គេអត់មានឈ្មោះអាក្រក់ថាជាប្រទេសដែលឈ្លានពានកម្ពុជាអីដែរទេបាទដូច្នេះអ្វីដែលគេធ្វើនេះគឺគេគិតដល់ប្រយោជន៍វែងឆ្ងាយណាស់បាទអ្វីដែលខ្ញុំឆ្ងល់លោកកញ្ញាយើងដឹងទាំងអស់គ្នាថាគឺខាងលោកហ៊ុនសែនក្រុមគ្រួសារតកូលហ៊ុនជាតិដើមចមបង្កឲ្យមានសង្គ្រាមនឹងមែនក៏តែបន្ទាប់ពីនឹងមកឃើញក្រុមលោកហ៊ុនសែននឹងបញ្យុះប្រជាពលរដ្ឋនឹងសូម្បីតែ Facebook profile ហ្នឹងក៏ឲ្យអ្នកដែលលើកជើងលោកហ៊ុនសែនអ្នកដែលនៅក្រោមលោកហ៊ុនសែនក្រោមខ្សែអ្នកលោកហ៊ុនសែនហ្នឹងភាគច្រើនអ្នកខ្លះទៀតប្រកាសណាស់ចេញផុសចេញពីដួងចិត្តមែននៅពេលដែលឃើញបរទេសចូលមកឈ្លានពានប្រទេសខ្មែរហ្នឹងទុកតែមិនក្រោមខ្សែអ្នករបស់លោកហ៊ុនសែនមិនមែនបរិវារដៃជើងរបស់លោកហ៊ុនសែនចេញពីឆន្ទៈហ្នឹងក៏នាំគ្នាដូរ profile ហ្នឹងទៅជាកម្ពុជាថៃឈ្លានពានកម្ពុជាមុនជាដើមដូច្នេះមានការបំផុសបែបហ្នឹងសម្បើមណាស់ពីមុនមកហ្នឹងណាក៏ប៉ុន្តែគ្រាន់តែថៃពីវនីវថាកុំឲ្យខ្មែរប្រើពាក្យថាថៃឈ្លានពានកម្ពុជាហ្នឹងស្រាប់តែប្រមុខមេដឹកនាំកម្ពុជាហ្នឹងលោកហ៊ុនម៉ាណែតជាដើមហ្នឹងដូរភ្លាមអំពេចដូរលែងថាថៃឈ្លានពានកម្ពុជាទៅជាប៉ះទង្គិចអីណាការប៉ះទង្គិចនៅតាមព្រំដែននេះជាដើមរហូតដល់ឮព័ត៌មានមកថាអ្នកណាដែលហ៊ានប្រើពាក្យថាឈ្លានពានហ្នឹងគឺជាអ្នកបង្កជាជនបង្កបញ្ហានេះជាដើមហេតុអីបានជាប្រមុខរដ្ឋាភិបាលខ្មែរប្រមុខរដ្ឋាភិបាលរបស់ក្រមគ្រួសារតកូលហ៊ុននឹងដូរជំហរដូរពាក្យដូរភាសាដូរនិយមន័យនឹងលឿនខ្លាំងម្ល៉េះបាទអរគុណលោកជំនិតចំពោះសំណួរនេះមានការភ្ញាក់ផ្អើលដោយលោកជំនិតបានរៀបរាប់មុននឹងអញ្ចឹងថាពីដើមហ្នឹងគឺថាប្រើពាក្យខ្លាំងណាស់ស្ថាប័នពាក់ព័ន្ធទាំងមន្ត្រីថ្នាក់ក្រោមទាំងអីហ្នឹងគឺថាប្រើពាក្យច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ហើយគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាក៏ចេញសេចក្តីថ្លែងការណ៍ខាងក្រសួងសមត្ថកិច្ចក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃសម្បើមណាស់ពាក់ព័ន្ធទៅនឹងការបំផ្លិចបំផ្លាញប្រាសាទលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអីជាដើមហ្នឹងក៏ប៉ុន្តែចុងក្រោយនេះយើងឃើញស្ថាប័នតាំងពីលើដល់ក្រោមរដ្ឋាភិបាលអាជ្ញាធរពាក់ព័ន្ធនឹងចាប់ផ្ដើមសម្រួលភាសារបស់ខ្លួនហើយលេងភាគច្រើនគឺប្រើភាសានឹងដោយប្រយ័ត្នប្រយែងជាទីបំផុតតាំងពីថៃប្រមានមិនឲ្យប្រើពាក្យហ្នឹងហាក់ដូចជាកម្ពុជានឹងខ្លាចថៃមែនទែនដូច្នេះអាចថាទី1ដែលយើងមើលឃើញអាចជាសញ្ញានៃការដែលចោះចាញ់ថៃព្រមចាញ់ថៃក៏ថាបានដែរនៅពេលដែលគាត់ថាថៃប្រមានពឹបយើងហាក់លេងហ៊ានតវ៉ាជាមួយនឹងថៃតាមពិតវាចំណុចនេះអ្នកខ្លះគេឲ្យជាយោបល់អ្នកខ្លះគេគិតថាយ៉ាងហោចណាស់រដ្ឋាភិបាលកម្ពុជាគួរតែមានការតតាំងឬក៏ការដោះដូរដែរបើសិនជាថៃចង់ឲ្យកម្ពុជាឈប់ប្រើពាក្យនេះតើអ្នកឯងហ៊ានដកទ័ពចេញពីស្រុកខ្មែរទេអ្នកឯងត្រូវដោះដូរអីជាមួយនឹងកម្ពុជាមួយចំនួនការជជែកការបង្ហាញជាសាធារណៈថារដ្ឋាភិបាលហ្នឹងបានជជែកជាមួយថៃ1 2 3ដើម្បីដោះដូរដាក់លក្ខខណ្ឌគ្នានៅក្នុងការឈប់ប្រើពាក្យនេះទេបែរជាយើងឃើញលោកហ៊ុនម៉ាណែតចេញសារមកដោយស្ងៀមស្ងាត់ដោយចាត់ទុកថាជាការប៉ះទង្គិចគ្នានៅតាមព្រំដែនចំនួននៅតាមព្រំដែនអីទៅវិញក៏ប៉ុន្តែយើងឃើញល្ងាចមិញបន្តិចលោកជំនិតមុនការផ្សាយនេះបន្តិចឃើញលោកហ៊ុនម៉ាណែតចេញសារថ្មីមួយដែរដោយនៅក្នុងសារនេះចាប់ផ្ដើមពាក្យដំបូងហ្នឹងថាក្នុងគ្រាដែលប្រទេសកម្ពុជារងនៅសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងទឹកដីកម្ពុជាឃើញមានប្រហែលជាមានការរិះគន់ខ្លាំងលោកហ៊ុនម៉ាណែតចាប់ផ្ដើមប្រើពាក្យសង្គ្រាមកម្ពុជានឹងរងសង្គ្រាមឈ្លានពានក៏ប៉ុន្តែមិនហ៊ាននិយាយចំថាសង្គ្រាមឈ្លានពានហ្នឹងអ្នកណាឈ្លានពានកម្ពុជាមិនហ៊ានថាថៃចំទេហើយនិយាយតែមួយម៉ាត់ប៉ុណ្្នឹងឯងមិនមានការបង្ហាញចំហច្បាស់លាស់ថែមទៀតនៅក្នុងការដោះស្រាយរឿងទឹកដីទេគាត់នៅនិយាយប៉ុណ្្នឹងហើយនិយាយថាឲ្យខ្មែរនឹងត្រូវតែរួបរวมសាមគ្គីគ្នាទៅផ្សះផ្សាគ្នាទៅដើម្បីកសាងជាតិដើម្បីអីហ្នឹងហើយថារដ្ឋាភិបាលនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើហ្នឹងគឺថា
កំពុងគិតគូរដោះស្រាយទៅលើបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញនេះទៅវិញទេដោយលោកហ៊ុនម៉ាណែតលើកឡើងថារឿងឧក្រិដ្ឋកម្មឆបោកអនឡាញនេះគឺជារឿងធំបំផុតនៅចំពោះមុខដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយហើយជារដ្ឋាភិបាលនៅក្នុងនីតិកាលលោកហ៊ុនម៉ាណែតហ្នឹងគឺយកចិត្តទុកដាក់ដោះស្រាយលើរឿងនឹងខ្លាំងមែនទែនជាមួយនឹងអន្តរជាតិអីជាដើមហើយយើងឃើញកន្លងមកមានន័យថាលោកនឹងចាប់ឪពុកលោកដាក់គុកហើយខ្លួនគាត់នឹងក៏ដាក់គុកដែរពីព្រោះគាត់នឹងតែម្ដងក្រុមគ្រួសារតកូលហ៊ុនមានលោកហ៊ុនសែនមានលោកហ៊ុនម៉ាណែតមាននេតសាវឿនមានកូនប្រសាររបស់លោកហ៊ុនសែនគឺឌីវិជាមានមនុស្សហ៊ុនតូអីនឹងជាដើមសិតតែជាអ្នកនៅពីក្រោយការលាងលុយកខ្វក់នៅពីក្រោយអក្រិតកម្មឆបោកអនឡាញនេះជាដើមធនាគារព្រីននេះម្ចាស់ធនាគារព្រុនគឺ Gen Z អ្នកណាគឺ Gen Z គឺជាអ្នកដែលឲ្យលុយទៅលោកហ៊ុនសែនគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនតើអ្នកណាគឺជាប្រធានធនាគាររបស់ហ៊ុយវ៉ាន់ផេគឺជាហ៊ុនតូក្មួយបកើតរបស់លោកហ៊ុនសែនអ្វីដែលលោកហ៊ុនម៉ាណែតធ្វើនេះអញ្ចឹងមានន័យថាលោកនឹងត្រៀមខ្លួនចូលគុកនឹងចាប់ឪពុកលោកចាប់បងប្អូនលោកចដូនមួយលោកប្អូនថ្លៃលោកដាក់គុកនេះគ្រាន់តែជាការសម័យទេលោកយបមិនអាចរួចទេមិនអាចទៅរួចជារឿងដែលមិនអាចទៅរួចតទៅសោះតែម្ដងបាទអាលោកលោកសន្យាថាអញ្ចឹងឯងមិនទៅជែកគ្នាមិនសូវយកចិត្តទុកដាក់ខ្លាំងអំពីរឿងហ្នឹងបើយកចិត្តទុកដាក់ខ្លាំងឬមួយយកចិត្តទុកដាក់ខ្លាំងក្នុងការបង្វែររឿងទៅវិញដូចជាការនៃចាប់ Gen Z ហ្នឹងមិនមែនចាប់ Gen Z ទេគឺជាការបេសកកម្មរំដោះ Gen Z ទៅទុកក្នុងទីសុវត្ថិភាពនៅប្រទេសចិនជារបៀបអញ្ចឹងយើងយកទុកចិត្តទុកដាក់នឹងមានន័យអញ្ចឹងរកវិធីយ៉ាងណាដើម្បីប្រឡប់សភាពការបាទជាការពិតណាមកដល់ពេលនេះគឺរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនេះគឺថាដើរមួយជំហានដោះមួយជំហានហើយប្រវែព្រឹត្តិការណ៍ដូចខ្ញុំនិយាយអញ្ចឹងថាគេបានប្រឡប់ព្រឹត្តិការណ៍ជាច្រើនដើម្បីឲ្យពលរដ្ឋនេះឈប់គិតឈប់ខ្វល់បញ្ហាសង្គ្រាមបញ្ហាអក្រិតកម្មឆបោកអីជាដើមយើងឃើញមានការចាប់ផ្ដើមឲ្យប្រគំតន្ត្រីនឹងនៅពេញស្រុកខ្មែរឡើងវិញអញ្ចឹងទៅយើងឃើញទាំងដែលទឹកភ្នែករបស់គ្រូសាទាហាននឹងមិនទាន់ស្ងួតផងមិនទាន់ជូតជ្រះផងសាកសពទាហានមិនទាន់ប្រមូលមកធ្វើបុណ្យផងជនរងគ្រោះមិនទាន់បានវិលត្រឡប់ទៅផ្ទះផងហ្នឹងគឺថាគេបានបំភ្លេចសង្គ្រាមខ្មែរថៃឲ្យពលរដ្ឋនឹងសប្បាយជួបជុំផឹកស្រាច្រៀងរាំដូចរេអញ្ចឹងបាទដូច្នេះយើងឃើញគេថាគឺគេបានបង្កើតព្រឹត្តិការណ៍បង្វែរអញ្ចឹងទៅហើយតាក់ទងទៅនឹងការបក្រាបអក្រិតកម្មឆ្លងដែនអញ្ចឹងដែរហាក់ដូចជាការធ្វើដើម្បីតែឲ្យមានតែរូបភាពបង្ហាញគេថាពិតជាបានធ្វើពិតជាបានដោះស្រាយក៏ប៉ុន្តែជាក់ស្ដែងហ្នឹងដោយលោកជំនិតថាអញ្ចឹងបើចង់ដោះស្រាយហ្នឹងគឺថាគ្រូសាលោកហ៊ុនម៉ាណែតនឹងឯងសិតតែជាអ្នកដែលពាក់ព័ន្ធផ្ទាល់នៅក្នុងរឿងនេះហើយច្បាស់ណាស់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងមិនហ៊ានប៉ះពាល់ខ្លួនឯងទេប្រកាសជាគ្រាន់តែចាប់អ្នកដទៃនឹងឲ្យមកទទួលខុសត្រូវអីទៅដើម្បីឲ្យគេចផុតពីក្រុមគ្រួសាររបស់គាត់អីជាដើមបាទងាកមករឿងនេះខ្ញុំគិតថាលោកយមត់នឹងជជែកជាមួយនឹងលោកសុកហាជនៅពេលបន្តិចទៀតតើតើនឹងរឿងក្រតិកម្មឆបោកនេះក៏ប៉ុន្តែខ្ញុំចង់ងាកមកសំណួររបស់លោកយមត់មុនដំបូងពាក់ព័ន្ធទៅនឹងរឿងហេតុអីបានជារដ្ឋាភិបាលបដូរពាក្យលឿនម៉េចគ្រាន់តែថៃភ្លាមហ្នឹងទីមួយអាចជាសញ្ញានៃការចោះចាញ់ច្បាស់ទៅលើថៃតែម្ដងគ្មានអីតតាំងជាមួយនឹងថៃតទៅទៀតទីមួយហើយអាចថាទី2គឺគេមានការលើកឡើងថាអាចជាវិធីដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះថ្នមសភាពការក៏ប៉ុន្តែយើងឃើញកាលមុនហ្នឹងគឺថាហ៊ានជ្រុលថ្នមហ្នឹងគឺថាថ្នមជ្រុលតែម្ដងសភាពការហ្នឹងដើម្បីឲ្យថៃហ្នឹងវិលទៅរកតុចរចាទៅលើអ្វីដែលបានទៅជែកគ្នាមុនកន្លងមកនេះដូចយើងឃើញនៅក្នុងកិច្ចព្រមព្រៀងអញ្ចឹងលោកហ៊ុនម៉ាណែតថានឹងថៃហើយនឹងកម្ពុជាហ្នឹងថានឹងដោះស្រាយទៅតាមសន្ធិសញ្ញាឬក៏កិច្ចព្រមព្រៀងកន្លងមកដែលមានដោយសារឬមួយអាចចេះទេថាកជាឬមួយអាចចេះដែរទេអាចក្រមលោកហ៊ុនសែននេះមិនមែនជាចោះចាញ់ទេមិនមែនជាថ្នមសភាពការទេក៏ប៉ុន្តែដឹងខ្លួនថាថៃអាចមានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាក្រមគ្រួសារតកូលហ៊ុននេះទេដែលបញ្ឆេះសង្គ្រាមនឹងជាដើមចមនៃសង្គ្រាមនឹងហើយថៃបើសិនជាថៃមានភ័ស្តុតាងបែបនេះគេនឹងមានហេតុផលមកវិញថាអ្នកឯងបង្កសង្គ្រាមមុនអ្វីដែលគេធ្វើគ្រាន់តែជាការតបតទេពីព្រោះថាយើងបកមកវិញហើយខ្ញុំកាលពីចុងសប្តាហ៍នេះខ្ញុំក៏អានទស្សនាវដ្តីរបស់បរទេសការផ្សាយរបស់បរទេសក៏គេបានរកឃើញអំពើបែបហ្នឹងដែរហើយចុះផ្សាយដែរឧទាហរណ៍ទស្សនាវដ្តី Time អីជាដើមគេបានសរសេរច្រើនណាស់អំពីថាតើអ្នកណាបង្កសង្គ្រាមមុនចាប់ដើមបង្កសង្គ្រាមនឹងគឺក្រុមរបស់លោកហ៊ុនសែននឹងតែម្ដងនាំកូនសិស្សឡើងច្រៀងបទស្នេហាជាតិបទគោរពទង់ជាតិអីនឹងជាតិដើមភ្លេងជាតិអីជាដើមហ្នឹងហើយកូនសិស្សគាត់មានដឹងឯណា
យើងទាំងអស់គ្នាដឹងថាប្រាសាទបុរាណទាំងអស់ហ្នឹងគឺសាងសង់ដោយ